ជំរាបសួរលោកគ្រូសម្រាប់ផ្នែករបស់ខ្ញុំដែលត្រូវ demo ឲ្យលោកគ្រូហ្នឹងគឺខ្ញុំ demo តាក់ទងជាមួយនឹង hosting អញ្ចឹងដើម្បី hosting domain ដើម្បី hosting website ដែល team យើងបាន build មកហ្នឹងគឺខ្ញុំប្រើ AWS ហើយខ្ញុំនៅក្នុង AWS ហ្នឹង instance របស់ខ្ញុំគឺខ្ញុំប្រើ YouTube server ហើយខ្ញុំនឹងធ្វើការ hosting នៅលើ YouTube ហ្នឹងតែម្ដងអញ្ចឹងនេះគឺជា static IP ដែលខ្ញុំបាន set ហ្នឹងហើយមួយទៀតតាក់ទងជាមួយនឹង domain អញ្ចឹងនៅក្នុងនេះដែរខ្ញុំបានទិញ domain ពី Namecheap ចំនួន3ប៉ុន្តែខ្ញុំយកមក demo ឲ្យលោកគ្រូហ្នឹងគឺ domain ឈ្មោះ chojong.online នេះដែល domain ហ្នឹងគឺយើងបាន activate ហើយវា active ដែលយើងអាចយកមកប្រើបានមួយវិញទៀតតាក់ទងជាមួយនឹង domain តាក់ទងជាមួយនឹង website ហ្នឹងយើងអាចវាយ IP នេះហើយជាមួយនឹងឈ្មោះdomain របស់យើងមួយនេះអាច access ទៅកាន់ website យើងបានអញ្ចឹងមានន័យថាពីហ្នឹងវាវាយ IP ក៏បានយើងវាយឈ្មោះ domain ហ្នឹងក៏បានដែរហើយមួយទៀតខ្ញុំនឹងសូមលោកគ្រូនេះគឺជាការ SSH ទៅកាន់ YouTube server របស់ខ្ញុំហើយនេះគឺតាក់ទងជាមួយនឹង history ដែលខ្ញុំបាន configure ឲ្យ website ហ្នឹងអាច hosting បាននៅលើ YouTube server ហ្នឹងចឹងមួយទៀតខ្ញុំប្រើ FileZilla ដើម្បីធ្វើការ drop copy file project ដែល team ខ្ញុំបាន build ហ្នឹងទៅកាន់ server YouTube ហ្នឹងដែលខ្ញុំបាន create W3 ដងដែលនៅក្នុងហ្នឹងគឺខ្ញុំបាន configure តាក់ទងជាមួយនឹង domain ហើយក៏ដូចជា file តាក់ទងមួយ source file website ហ្នឹងហើយនៅក្នុងហ្នឹងផងដែរអញ្ចឹងខ្ញុំនឹងធ្វើការ testing តាក់ទងជាមួយនឹង website ហ្នឹងអញ្ចឹងទី1ខ្ញុំអាច access តាមរយៈ IP ដែលខ្ញុំ set static នៅលើ AWS ហ្នឹងយើងអាចវាយមកយើងអាចចូលមកកាន់ website របស់យើងបាននេះតាមរយៈ IP ហើយមួយទៀតតាមរយៈ domain អញ្ចឹង domain របស់ខ្ញុំមួយនេះអញ្ចឹងយើងអាចវាយឈ្មោះ domain ហ្នឹងទៅយើងអាច access ចូលមកកាន់ website ហ្នឹងបានដូចគ្នាដែរបានអញ្ចឹងសម្រាប់ part របស់ខ្ញុំគឺសូមបញ្ចប់ត្រង់នេះ team ខ្ញុំនឹងធ្វើការ present បន្តពីខ្ញុំនៅផ្នែកផ្សេងទៀតអញ្ចឹងសូមអរគុណលោកគ្រូ